ហើយបាន3ទៅ6ខែគាត់ចាប់ផ្ដើមធ្លាក់សបាទចាប់ផ្ដើមធ្លាក់សចាប់ផ្ដើមធំក្លិនចាប់ផ្ដើមខុសប្រក្រតីអាហ្នឹងគុំក៏គួរតែប្រឹក្សាជាមួយដុកទ័របាទកុំឲ្យស្ងៀមស្ងាត់អ្នកខ្លះដាក់យូរណាហើយគាត់ថាជាផ្នែករោគស្ត្រីនេះវាមិនទូទៅទាំងអស់ត្រូវតែពិនិត្យទេគឺសម្រាប់បើសិនជាអ្នកមានដៃគូហើយបើអ្នកអត់ទាន់មានដៃគូទេអត់ចាំបាច់ទៅការពិនិត្យទេតែលើកលែងមានបញ្ហាពីព្រោះធ្លាប់ឃើញក្មេងខ្លះអ្នកជំងឺខ្លះគឺគាត់មានបញ្ហាតាំងពីក្មេងមានបញ្ហាតាំងវ័យក្មេងតាំងពីគាត់ចាប់ផ្ដើមពេញរូបពេញរាងពុបវត្តរដូវរបស់គាត់ចាប់ផ្ដើមមកហើយគាត់ចាប់ផ្ដើមមានបញ្ហាហើយអ្នកខ្លះទៀតវត្តរដូវរបស់គាត់អត់ទៀងទៀតមកនៅពេលដែលគាត់មកម្ដងមកយូរហើយមកពេលដែលមកម្ដងគឺឈឺចាប់មកម្ដងច្រើនហើយខុសប្រក្រតីបាទអញ្ចឹងហើយហេតុផលទាំងអស់ហ្នឹងបានតម្រូវឲ្យបងប្អូនហ្នឹងពេលដែលមានបញ្ហាឬក៏អត់ទាន់មានបញ្ហាគឺគួរតែពិនិត្យឲ្យបានម្ដងក្នុងមួយឆ្នាំឬក៏ពីរដងក្នុង2ឆ្នាំម្ដងអីចឹងណាបងប្អូនបាទបើសិនជាយើងអត់ពិនិត្យទេពេលដែលមានបញ្ហាមិនថាយើងត្រូវសង្កេតពិនិត្យខ្លួនឯងដែរបងប្អូននៅពេលដែលគាត់ចាប់ផ្ដើមមានវត្តរដូវរបស់គាត់មកហើយស្របពេលជាមួយគ្នាហ្នឹងគឺវាមានបញ្ហាបើសិនជាសុខភាពគាត់ល្អគាត់ញ៉ាំទឹកគ្រប់គ្រាន់ការថែទាំសុខភាពហើយគ្រួសាររបស់គាត់នឹងអត់មានតំណពូជអីទេតាក់ទងជាមួយនឹងហារីមាត់ស្បូនឬកោសិកាហារីមាត់ស្បូនឬក៏គាត់ធ្លាប់មានបញ្ហាពីមុនហ្នឹងណាបាទជាឪពុកម្ដាយជាម្ដាយជាសាច់ញាតិបាទភាពល្អអូខេអត់អីពិនិត្យសុខភាពទូទៅដោយមិនចាំបាច់ពិនិត្យទេតែអាហ្នឹងក្នុងករណីបើសិនជាគាត់អត់ទាន់មានគ្រួសារមិនចាំបាច់ពិនិត្យទេហើយអត់មានបញ្ហាតែបើសិនជាអ្នកដែលមានបញ្ហាសំបីតែពេលដែលវត្តដាក់រដូវពេលដែលគាត់មកយូរហើយមកឈឺខ្លាំងម្ដងហើយអ្នកខ្លះបងប្អូនក្មេងអាយុ20ជាង21 22 23ឬក៏30ជាងគាត់ប្រឈមតង់ថាចេះអ្នកខ្លះគាត់មកមួយខែម្ដងអត់បញ្ហាទេអ្នកខ្លះមកមួយខែដាច់3ខែដាច់4ខែដាច់5ខែអ្នកខ្លះមករហូតដល់មានអារម្មណ៍ថាខ្លួនឯងអត់មានទេរដូវរបស់គាត់មកអត់ទៀងទាត់អញ្ចឹងធ្វើឲ្យគាត់អត់សូវស្អាតសាច់ឈាមពណ៌សម្បុរគាត់អាហ្នឹងក៏ជាកត្តាមួយដែរអញ្ចឹងណាបងប្អូនបាទហើយក្នុងការពិនិត្យនេះគឺមើលទាំងអស់នៅពេលដែលគាត់វត្តដាក់រដូវរបស់គាត់មកអត់ទៀងមានបញ្ហាធ្លាក់សធ្លាក់អីសំខាន់ហ្មងអ្នកខ្លះពេលដែលគាត់ដាក់កងអញ្ចឹងមិនថាជ្រើសរើសយកការដាក់កងឬជ្រើសរើសយកវិធីណាមួយសម្រាប់ពជាពេលដែលគាត់នៅមួយគ្រួសារគឺយើងត្រូវតែតាមដានក្នុងករណីថាដាក់ឲ្យព្រោះអ្នកខ្លះហើយដាក់យូរលើសបរិមាណក្រោយពេលដែលដាក់ប្រហែលថាដាក់ចាប់ផ្ដើមដាក់រហូតដល់6ខែហើយត្រូវតែតាមដានមើលបើសិនជាអ្នកខ្លះគាត់ដាក់ហើយបាន3ទៅ6ខែគាត់ចាប់ផ្ដើមធ្លាក់សបាទចាប់ផ្ដើមធ្លាក់សចាប់ផ្ដើមធំក្លិនចាប់ផ្ដើមខុសប្រក្រតីអាហ្នឹងគុំក៏គួរតែប្រឹក្សាជាមួយដុកទ័របាទកុំឲ្យស្ងៀមស្ងាត់អ្នកខ្លះដាក់យូរណាហើយគាត់ថារហូតដាក់ដល់ពេលគាត់មានបញ្ហាពុបចុងក្រោយគាត់ពិនិត្យទៅគាត់ឃើញមានដុំសាច់មានរលាកមានតបៅស្បូនមានអីចឹងមានបញ្ហាច្រើនដែលធ្លាប់ជួបចឹងណាបងប្អូនបាទអ្នកខ្លះរហូតដល់ធ្លាក់ឈាមទៀតក៏មានដែរចឹងហើយបានចង់ឲ្យបងប្អូនពិនិត្យសុខភាពជាពិសេសផ្នែករោគស្ត្រីតែម្ដងគឺត្រូវតែតាមដានឲ្យបានដិតដល់ហើយសង្កេតមើលខ្លួនឯងថាខ្លួនឯងហ្នឹងវាមានបញ្ហាអត់នៅកម្រិតណាអីចឹងណាបាទចឹងហើយខ្ញុំនេះតោះកុំឲ្យខាត់ពេលដោយសារតែនៅក្នុងខ្លឹមសារនេះវាតិចចឹងហើយបានខ្ញុំអធិប្បាយឲ្យបានច្រើនតិចបាទអញ្ចឹងគឺការពិនិត្យ PV បាទអញ្ចឹងការពិនិត្យតាមទ្វារមាសហ្នឹងឯងបាទការពិនិត្យសម្រាប់ផ្នែកបច្ចេកទេសទៅលើផ្នែកវិទ្យាសាស្ត្រអញ្ចឹងណាបាទសម្រាប់ផ្នែកសម្ភពរោគស្ត្រីយើងហៅថាអូបជីនឬក៏ PV គឺជាពាក្យបច្ចេកទេសដែលគ្រូពេទ្យប្រើសម្រាប់ការពិនិត្យតាមទ្វារមាសអញ្ចឹងបាទហើយនៅនេះមាន2ចំណុចទី1គឺគេធ្វើតេស្តសុខភាពមាត់ស្បូន OVR ហើយនឹងការពិនិត្យមាត់ស្បូនបាទទី2ហ្នឹងគឺវិធីសាស្ត្រទំនើបមួយដែលគ្រូពេទ្យប្រើប្រាស់សម្រាប់ស្វែងរកមហារីកមាត់ស្បូនអញ្ចឹងពួកអ្នកខ្លះនៅពេលដែលដុំសាច់នៅដៃស្បូនក្តីនៅមាត់ស្បូនក្តីនៅចាងទ្វារមាសក្តីនៅទាំងអស់ហ្នឹងក្តីគឺវាចេញរោគសញ្ញាតិចតួចនៅក្នុងករណីថាវាអត់ទាន់ឈានដល់ដំណាក់កាលហើយយើងគិតថាពេលដែលវត្តដាក់មកម្ដងចុកទ្រាំអ្នកខ្លះទ្រាំប្រើថ្នាំច្រើនឲ្យតែដល់ពេលដល់ខែគឺគាត់ដឹងតែប្រើថ្នាំហើយអញ្ចឹងណាបាទហើយយើងបន្តទៅទៀតបាទហើយក្រៅតែពីពិនិត្យនឹងមួយហើយគឺគេហៅ liquid prep ឬជួនកាលគេហៅថា liquid based cytology បាទឬយើងហៅកាត់ថា LBC ហ្នឹងឯងគឺជាវិធីសាស្ត្រទំនើបមួយដែលគ្រូពេទ្យប្រើសម្រាប់ពិនិត្យស្វែងរកនឹងមហារីកមាត់ស្បូនអានេះគឺបែបទំនើបបាទបែបទំនើបហើយតើយើងវាតម្លៃយ៉ាងដូចម្ដេចនៅពេលគ្រូពេទ្យយកកោសិកាពីមាត់ស្បូនបាទអាចធ្វើតេស្តបន្ថែមបានប្រសិនបើសង្ស័យហើយ
គេយកទឹកថ្នាំដែលនៅសល់នៅក្នុងដបនោះទៅធ្វើតេស្តរោគមេរោគ HPV បាទបន្ថែមបានភ្លាមដោយមិនចាំបាច់ហៅអ្នកជំងឺយកមកសារជាថ្មីជាលើកទី2ឡើយពិនិត្យរៀងរាល់1ឆ្នាំ2ឆ្នាំអញ្ចឹងនៅក្នុងការពិនិត្យមហារីកកោសិកាមាត់ត្បូងណាបងប្អូនបាន1ឆ្នាំពិនិត្យម្ដងឬក៏2ឆ្នាំម្ដងរត់ទៅល្អហើយបើក្នុងករណីយើងមានបញ្ហាមានដុំសាច់យើងត្រូវតែតាមដានណាបើថាយើងដឹងខ្លួនថាយើងមានដុំសាច់នៅក្នុងមិនថានៅដៃស្បូនមាននៅមាត់ស្បូននៅជញ្ជាំងនៅអីព្រោះខ្លះណាវាអត់បញ្ចេញសញ្ញាឲ្យយើងដឹងខាងទេអ្នកខ្លះបងប្អូនដឹងមិនហីនៅពេលដែលគាត់ពិនិត្យពុបដំណាក់កាលទី2ទី3ទី4ដោយសារអីគឺដោយសារតែគាត់នៅគិតថាគាត់ទ្រាំបានអញ្ចឹងដល់ពេលដែលគាត់ទ្រាំលែងបានគាត់ពិនិត្យមើលគឺហួសពេលហើយព្យាបាលជំងឺមហារីកមាត់ស្បូនមិនលំបាកទេក៏ប៉ុន្តែចំណាយពេលយូរបាទចំណាយពេលយូរចន្លោះពី3ទៅ6ខែបានអាចព្យាបាលជាអញ្ចឹងណាហើយមានដំណាក់កាលទៀតបើសិនជាដំណាក់កាលទី1ទី2ទី3ឈានចូលទី4ក៏ពិបាកដែរបងប្អូននឹងទទួលការពិនិត្យព្យាបាលហើយស្វែងយល់ពីខ្លួនឯងបានច្រើនបាទហើយបើសិនជាបងប្អូនស្រឡាញ់គ្រប់គ្រងទៅលើវីដេអូចែកម្លែកសុខភាពបងប្អូនកុំភ្លេចជួយ share ឬក៏ subscribe channel YouTube របស់ខ្ញុំបាទផងបាទអរគុណច្រើនបាយបាយជំរាបលាបង